รีบសួរអ្នកទាំងគ្នាថ្ងៃនេះមកជួបខ្ញុំម្ដងទៀតហើយគឺ VX5G ថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងគ្នាពីរបៀបនៃ Hack Skin ក្នុង Game Mobile Legends មុននឹងដល់ការ Hack Skin សូមចុច Like Subscribe ដាក់កញ្ញាកណ្ដាលខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងលើកទឹកចិត្តដល់ខ្ញុំជាដំបូងយើងធ្វើការទៅdownកម្មវិធីមួយដែលមានឈ្មោះថា ML Tool នឹងមកនៅក្នុង Play Store គឺមានយើងធ្វើការចុច skin នឹងមួយមកចុចលើ app នឹងមួយមកយើងចាំពេលបន្តិចមកពេលចុចលើ app នឹងហើយយើងធ្វើការចុចអនុញ្ញាតឲ្យវាទៅគ្រាមកក្រោមមកហើយយើងហាពាក្យលើគេហ្នឹងយើងចុចលើវាមួយមកហ្នឹងវាមានទាំង skin ទាំងអស់វាមានទាំង Assassin Fighter មេអីយ៉ាងឥឡូវខ្ញុំទៅហៅ Hack Skinnaker ឲ្យមួយអញ្ចឹងយើងធ្វើការចុច Skinnaker ហ្នឹងមកហើយចុចក្បៀសទៅក្រោមហងនេះវាមាន Skinnaker ជាច្រើនណាយើងមើលអានេះអាកើធម្មតាហ្នឹងយើងមានអាកើធម្មតាយ៉ាងអាចបន្តមក skin ផ្សេងអាកើមានអាកើនេះអាចដកមក skin ផ្សេងអញ្ចឹងណាទៅហើយយើងមានអាកើបកហមអីយ៉ាងតែយើងអាចដកមក skin saber យ៉ាងតែឥឡូវខ្ញុំឧទាហរណ៍ Hack Skin អាកើសោះបើខ្ញុំមានតែអាកើធម្មតាហើយចុចទៅ skin អាកើមកចុចហើយចុច OK មួយមកក្នុងនេះវាមាន4ជំរឿសម្រាប់ទូរស័ព្ទគេល្អគេហៅតែជំរឿហាទី2ទៅបានហើយចុចហាទី2មកចុចអនុញ្ញាតពេលមកដល់ណែហ្នឹងមកហើយយើងចុចប្រើថតនេះមកតាហើយហើយតែសម្រាប់ទូរស័ព្ទខ្ញុំវាអត់ដំណើរការទេអញ្ចឹងតើខ្ញុំថយមកក្រោយវិញមកហើយចូលទៅនៅ skin នឹងសាសថ្មីមកហើយយើងធ្វើការចុចលើ skin នឹងម្ដងទៀតមកមិនយើងរើសយកជំរឿទី2ហ្មងឥឡូវយើងរើសយកជំរឿទី3យើងចុចអនុញ្ញាតចុចអនុញ្ញាតទៅយើងយក app លើគេនឹងមកយើងធ្វើការចុចលើ app នឹងមួយមកចុចលើវាមួយដល់យើងឲ្យចូលមកនេះតែនេះសម្រាប់ app ហ្នឹងវាមានឈ្មោះនេះយើង scope មើលឈ្មោះវាតាមហ្នឹង app ហ្នឹងខ្ញុំតម្លាក់នៅក្នុង Telegram ឲ្យអាចចូលទៅ download free បានដល់គិតថ្លៃទាំងអស់ app ហ្នឹងខ្ញុំតម្លាក់អង្គ file នៅក្នុង Telegram ហ្នឹងហើយយើងអាចចូលទៅ download វា free បានហើយត្រឡប់មកវិញយើងចូលទៅក្នុង app នេះយើងឲ្យកម្មឲ្យហ្នឹងមកហើយរើទៅ app ខាងលើហើយយើងរើសយកកដាគេនឹងមកយកកដាសិនដើម្បីកំណត់វាហើយយើងចុចនេះតាមវានឹងមកវាដំណើរយើងឲ្យចំណាប្រវត្តិសិនយើងចេញមកវិញមកយើងចូលទៅលើ setting ឬក៏ការកំណត់ហើយយើងទៅការអូចុះទៅក្រោមមកដល់យើងមានពាក្យអំពីទូរស័ព្ទចុចលើពាក្យនឹងមួយមកហើយដល់ពាក្យកំណាយយើងយកកំណាយលើគេហ្នឹងយើងដើម្បីបើកជំរឿហ្នឹងបានយើងត្រូវចុចលើកំណាយហ្នឹង7ដងចុច1 2 3 4 5 6បើយ៉ាងទៅហើយយើងក៏បានបើកវាហើយយើងចេញមកវិញមកចូលទៅកម្មវិធីយើងវិញមកចូលទៅកម្មវិធីហ្នឹងយើងរើសจาก app ឲ្យលឿនតែហ្នឹងមកហើយយើងចុច uninstall ម្ដងទៀតមកទៅដល់វាចូលមកផ្ទាំងមួយទៀតយើងធ្វើការ scroll ចុះក្រោមដល់ពាក្យថាការចូលអត់ខ្សែយើងចុចបើកវាមកហើយយើងចុចលើវាម្ដងទៀតហើយយើងយកមើលពាក្យគ្រប់គ្រងដោយលេខកូដយើងចុចលើពាក្យហ្នឹងមកដល់ចាំវា plate វាឲ្យយើងពេញកូដទាំង6ខ្ទង់ហ្នឹងយើងដាក់ឲ្យមាន53 32 07យ៉ាងទៅធ្វើការចុចបញ្ចូលវាមួយមកតែវាធ្វើការភ្ជាប់ឲ្យបានដោយជោគជ័យហើយយើងធ្វើការថយវាវិញមកហើយយើងថយវាមួយទៀតដើម្បីចុច start វាពេល start ហ្នឹងយើងធ្វើការចាំវារយៈពេល3វិនាទីសិនមកចាំវា plate មកទៅដល់ពេលធ្វើការ start បានហើយយើងចេញមកចូលមកកម្មវិធី Hack យើងវិញមក
ចុចមកហើយយើងចង់ hide skin នេះគេឥឡូវ skin ហ្នឹងយើងធ្វើការចុចលើ skin នឹងម្ដងទៀតមកចុច OK មកហើយយើងទៅយកចំលើទី3ของយើងមកហើយយើងចុច allow វាមកទៅដល់វាធ្វើការឲ្យយើងចុចម្ដងទៀតយើងចុច allow មកយើងចាំវាដល់បាន 100% មកទៅវាលោតចឹងឲ្យយើងនេះសបាដល់លឿនទៅវាដល់លឿនហើយយើងធ្វើការចូលមក app របស់យើងវិញមកទៅចាំវា update មកធ្វើការចូលតិចបើបបាយនឹង update សិននេះទូរស័ព្ទខ្ញុំវា slow យ៉ាងទៅវាបាក់ចូលតិចចាំមក plate មកហើយយើងធ្វើការខ្វែងវាចោលយ៉ាងមកខ្វែងវាចាញ់ពីនេះសិនណា skin អីទៅយើងអាច hide បានណាឲ្យ skin មានក្នុងបបាយចឹងយើងអាច hide បានទៅយើងចុចខ្វែងមកហើយយើងធ្វើការចូលនៅតួអង្គរបស់យើងមកមានតួអង្គអីហ្នឹងសំខាន់ឲ្យតា hero ហ្នឹងយើងមានយើងអាចយកលេងបានហើយយើងចុចលើ skin ហ្នឹងមក Wow, skin này vẫn hay này vẫn hay nó mơ khơi cho chữ này game mơ khơi nha nó tọt skin này bằng game mơ khơi nha chữ hay nó chữ mơ ban chữ liền cho chữ nó sờ bài chữ mơ tao bị trâu này trên skin này giống đó nè skin vẫn hay vẫn tay hầm tái cả hay ấy giờ bà đã account được tôi mà account không đã thuộc họ tới đây của ai